សំឡេងរំហើយលើជាមួយនឹងសូរស័ព្ទតន្ត្រីស័ក្តិយកមកពុកម៉ែបងប្អូនគឺថាអារម្មណ៍ស្រស់ថ្លាមែនទែនថ្ងៃនេះមកមើលដើមខ្នុរថាវាមានផ្លែមានផ្កាអីបណ្ណាបណ្ណៃហើយនិយាយពីថាបានធំធាត់រួចលូតលាស់តែគាត់ទៅថាដើមមួយទៀតបងប្អូនវាមិនដឹងយ៉ាងម៉េចទេវាផ្លែ3ជាប់គ្នាប៉ុន្តែដល់ពេលចុងក្រោយផ្លែនឹងវាអត់ល្អសោះទៅជាតូចជាប់គ្នាដឹងមិនដែរដើមនឹងបងប្អូនប្រហែលជាមិនអត់ដឹងថាវាមកពីស្អីឬមកពីសัตว์តិចសัตว์ស៊ីឬក៏មិនបងប្អូនមើលវាល្អតែម្ដងថាជាមិនទេបើវាខ្នាហើយមើលចេកមើលអីចេកនេះល្អកូនបើដែរមានចេកមានតយងចេកនេះបើដាក់ជាមួយនឹងនំបញ្ចុកណាត្រូវបដ ாய் លប ாய் នំបញ្ចុកដុតមាត់ដុតអីហ្នឹងក៏ត្រូវដែរតយងចេកឃើញហើយចង់ដុតមាត់តែម្ដងអានៅពេលនៅគុំចេកក៏វាមានផ្សិតចំបើងអាហ្នឹងខាងផ្សិតចំបើងបងប្អូនគេគាត់គាត់ថាវាត្រូវទឹកភ្លៀងត្រូវអីទៅវារិចកំពុំតែម្ដងណាកំពុំឡើងកំពុំហើយមានទៀបមានអីដែរទៀបក៏ចេញផ្លែចេញអីដែរនេះតាទៀតបេះបានបតុមបេះបានអីហើយបានបតុមញ៉ាំដឹងតែរសជាតិឆ្ងាញ់ហ្មងធម្មជាតិខ្លួនឯងចឹងមកដើមនេះផ្លែច្រើនទេតាពុកម៉ែបងប្អូនផ្លែច្រើនណាហើយល្អទៀតអត់មានសัตว์ស៊ីអីទេផ្លែវាល្អមកដើមនេះប្រហែលជាចូល20ផ្លែយ៉ាងអត់បានរាប់ដែរប៉ុន្តែឃើញល្អមែនតើនេះបងប្អូនឃើញអត់ផ្លែហ្នឹងវាអានេះអាទួចទេណាថតទៅប៉ុន្តែវាល្អវាអត់មានខូចអីទេអូសំបីតែខាងក្រោមក៏វាមានផ្លែដែរពុកម៉ែបងប្អូនដើមទៀបដើមអីហើយខាងនោះវិញដើមអូហ្វតាទៀបបងប្អូនអើយនេះនៅខាងក្រោមទៀតឡើងស្ញះតែម្ដងណាដោយសារតែដាំដីចាក់ថ្មីហ៎បងនេះគេថាដើមថ្មីឯងពុកម៉ែបងប្អូនអានេះដើមវាយកទៅ flop អាហារក៏បានមើមវាយកទៅ flop អាហារក៏បានមើមវាធំណានៅក្នុងដើមថ្មីហ្នឹងតោះជីកដីខាងក្រមើលអស់ប៉ុន្តែថាមើមវាធំមែនតើអានេះបើគេដាំឲ្យច្រើនចឹងទៅគេយកបានលក់ទៀតពុកម៉ែបងប្អូនស្រីស្រួលដើមតែដើមអស់នេះដោយដើមចេកដើមអីហ្នឹងមហាសែនស្រួលឯងកាប់ដីដាក់ដោះតែម្ដងមានកូនទ្របកូនអីដែរពុកម៉ែបងប្អូនកូនទ្របនេះដាំទៅក៏មានអ្នកគេចែកយកទៅលក់គេចែកយកទៅដាំតហើយនេះស្បៃរឿងពុកម៉ែបងប្អូនហើយនៅក្នុងច្បារនេះមានដើមទ្របកូនទ្របនេះល្អនេះដាំទុកនេះទុកយកទៅចែកគេទុកលក់ណាគេចង់ទិញអីអាចមកទិញបាននេះវិញដើមល្មុតនេះអត់មានផ្លែមានអីទេគាត់ថាវាមានប៉ុណ្ណឹងពុកម៉ែបងប្អូនវាប៉ុណ្ណឹងដល់ថាតទៅមុខទៀតអាចរស់ដឹងអីទេបន្ទាប់ពីមើលដំណាំមើលអីហើយឥឡូវមកស្រែបន្តិចនិយាយថាស្រែស្រូវគោល្អអ្នកគឺសង្កាត់តែម្ដងជាមួយនឹងផ្ទៃមេពណ៌ខៀវពុកម៉ែបងប្អូនអូយខ្យល់ធ្លាក់មកលហើយឬសូរសំឡេងសัตว์យំទៀតគឺកាន់តែរស់រវើកតែម្ដងជីវិតស្រែនេះគឺថាល្អមែនតើណាអត់សូវមានស្មៅទេវាចាប់ដើមដោះមកតែយើងមើលពេលមើលចឹងទៅវាស្តៀងស្មៅដែរប៉ុន្តែតាមកាប៉ិតស្រូវទេនៅខាងនេះគេចូលចិត្តដាំស្រូវពុកម៉ែបងប្អូនទៅដល់ខាងដល់ដល់ប្រងព្រីហើយខាងនេះធ្វើស្រែពុកម៉ែបងប្អូនធ្វើស្រែភាសាផងប្រាំងផងប៉ុន្តែខាងខ្ញុំអត់សូវឃើញណាគេធ្វើប្រាំងឯងធ្វើតែខែភាសាតែបើខាងដូចជាពីរាំងបាភ្នំអីឃើញគេធ្វើស្រែប្រាំងផងស្រែភាសាផងអញ្ចឹងប្រាក់ចំណូលគេក៏បានច្រើនហើយដាំថ្នោតដាំអីចឹងទៅទេសភាពស្រុកស្រែពុកម៉ែបងប្អូនវាមានអមសងខាងវាស្រែវាស្រូវរបស់យើងចឹងទៅហើយទីទៀតថ្ងៃលិចស្អាតហើយកន្លែងម្ដុំនេះហ៎ដូចក្នុងផ្សារដែរណាគាត់ថាវាមានភ្នំប៉ុន្តែទេសភាពស្អាតញាក់តែម្ដងវាស្រែដល់ខែនេះហើយពុកម៉ែបងប្អូនប្រជាកសិករយើងជាច្រើនគឺគាត់ទៅដកស្មៅដកអីចឹងហើយដូចខ្ញុំថតវីដេអូនេះដែរក៏មានអ៊ំនិយាយតាគាត់ទៅដកស្មៅដកអីដែរតែអត់បានថតគាត់ខៀវសង្កាត់ដល់ម្ចាស់ស្រែទាំងទទួលផលបានច្រើនដែរយ៉ាងស្រែឆ្នាំនេះព្រោះឡើងពេញតែម្ដងពុកម៉ែបងប្អូនហើយឡើងពេញអត់មានខ្វះចន្លោះថ្នែអត់មាន